ថ្ងៃទី14 15 16ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្តាហ៍ពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី14 15 16ខែមេសាឆ្នាំ2025គឺជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋខ្មែរប្រុសស្រីនៅទូទាំងពិភពលោកនាំគ្នាប្រារព្ធធ្វើនៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានតែមួយខែទៀតគឺប្រទេសកម្ពុជាយើងនឹងរៀបចំទទួលទេវតាឆ្នាំថ្មីដែលស្ដេចនឹងយាងចូលមកគ្រប់គ្រងក៏ដូចជាថែរក្សានៅប្រជាពលរដ្ឋខ្មែរយើងនេះគឺជាទំនៀមទម្លាប់ឬក៏ជាប្រពៃណីដែលប្រទេសខ្មែរក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងតែម្ដងគឺតែងតែនាំគ្នាប្រារព្ធធ្វើនៅពិធីបុណ្យចូលឆ្នាំនេះឡើងបើយើងនិយាយអំពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះគឺមិនមែនមានតែសម្រាប់ប្រទេសកម្ពុជាយើងតែមួយនោះទេគ្រប់បណ្ដាប្រទេសទាំងអស់នៅលើសកលលោកគឺវាតែងតែប្រារព្ធធ្វើនៅពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់គេនីមួយៗគ្រាន់តែថាខុសប្លែកគ្នារយៈពេលនៃការប្រារព្ធធ្វើក៏ដូចជាថ្ងៃខែឆ្នាំនៃការប្រារព្ធធ្វើកម្មវិធីនឹងរៀងៗខ្លួនគ្រាន់តែគោលដៅតែមួយទេគឺការសូមសិរីសួស្តីពីឆ្នាំថ្មីនឹងតែម្ដងអញ្ចឹងតើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងហ្នឹងគឺចាប់ផ្ដើមមានតាំងពីពេលណាហើយហេតុអ្វីបានជាគេប្រារព្ធធ្វើនៅក្នុងខែមេសាខ្ញុំសូមជម្រាបជូនដល់បងប្អូនទាំងអស់គ្នាថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះបងប្អូនមួយចំនួនគឺគាត់គ្រាន់តែបានដឹងថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងគឺគេប្រារព្ធធ្វើនៅក្នុងខែមេសាជារៀងរាល់ឆ្នាំតែម្ដងក៏ប៉ុន្តែបើយើងនិយាយអំពីអតីតកាលវិញពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះគឺគេពុំបានធ្វើនៅក្នុងខែមេសានោះទេគឺគេប្រារព្ធធ្វើនៅចុងខែធ្នូមានន័យថាដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីគឺគេប្រារព្ធធ្វើនៅពិធីបុណ្យចូលឆ្នាំនេះតែម្ដងសុទ្ធតែហេតុអ្វីបានជាក្នុងពេលបច្ចុប្បន្នមានការប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងនៅក្នុងខែមេសាវិញបើតាមការអាចារ្យក៏ដូចជាតាមការស្រាវជ្រាវគឺបានបញ្ជាក់ឲ្យឃើញថាព្រះមហាក្សត្រនៅក្នុងសម័យនោះគឺព្រះអង្គបានទ្រង់ត្រាស់យល់ឃើញថាដោយសារតែប្រជាកសិកររបស់យើងពុំទាន់ទទួលប្រមូលផលនៅកសិផលរបស់ខ្លួនពុំទាន់បានរួចរាល់ស្រេចនៅឡើយអញ្ចឹងដើម្បីកុំឲ្យពួកគាត់មានការរវល់ហើយមកធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីទៀតអញ្ចឹងហើយបានជាព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ឲ្យលើកថ្ងៃខែនៃការប្រារព្ធធ្វើនៅពិធីបុណ្យនឹងតែម្ដងបើសិនជាយើងនិយាយអំពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងបើមានរឿងប្រវត្តិតាក់ទងខ្លះដែលគេនិយាយអំពីរឿងរ៉ាវនិទានមួយដែលវាជាប់តាក់ទងជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតែម្ដងនោះគឺគេបានលើកយករឿងនិទានមួយដែលតាក់ទងជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះគឺគេបានលើកឡើងមកថានៅដើមប្រតិកម្មយើងហ្នឹងមានមហាសទ្ធិម្នាក់ដែលគាត់មានបុត្រាដែលមានភាពវៃឆ្លាតតែម្ដងដែលមានឈ្មោះថាធម្មបាលកុមារនេះគឺជាក្មេងដែលមានភាពវៃឆ្លាតដោយសារតែគាត់រៀនចេះចាំនៅក្បួន private ក៏ដូចជាគម្ពីរយុទ្ធសាស្ត្រផ្សេងមិនត្រឹមថាការចេះទៅលើក្បួនវិធីសាស្ត្រយុទ្ធសាស្ត្រនោះទេគឺគាត់ថែមទាំងចេះនិយាយឆ្លើយឆ្លងជាមួយនឹងសត្វទៀតផងដោយឃើញថាកូនរបស់ខ្លួនគឺមានភាពវៃឆ្លាតល្អយ៉ាងនេះទិដ្ឋីនោះក៏បានផ្ដួចផ្ដើមគំនិតសាងសង់នៅប្រាសាទដ៏ល្អមួយឲ្យកូនរបស់ខ្លួនដើម្បីងាយស្រួលនៅក្នុងការសិក្សាស្រាវជ្រាវក៏ដូចជាចែករំលែកនៅចំណេះដឹងជូនទៅដល់ប្រជាពលរដ្ឋផងដែរនៅពេលនោះផងដែរមហាសទ្ធិក៏បានចាត់ឲ្យវិស្វករសាងសង់នៅប្រាសាទនៅទីមាត់ស្ទឹងក៏ដូចជានៅចិត្តដើមជ្រៃដ៏ធំមួយដើម្បីធ្វើជាទីកន្លែងស្នាក់អាស្រ័យរបស់ធម្មបាលកុមារនោះបើយើងនិយាយអំពីធម្មបាលកុមារនោះមិនត្រឹមតែគាត់ចេះចាំស្ទាត់នៅគម្ពីរ private ទេគឺគាត់តែងតែឆ្លៀតពេលវេលារបស់គាត់នៅពេលទំនេរគឺគាត់តែងតែបង្ហាត់បង្រៀននៅមង្គលផ្សេងជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងពេលនោះផងដែរដោយឡែកបើយើងនិយាយនៅក្នុងពេលនោះផងដែរប្រជាពលរដ្ឋជាច្រើនគឺគេគោរពគឺគេផ្ដល់តម្លៃឲ្យមហាព្រហ្មឬកបិលមហាព្រហ្មនៅពេលនោះផងដែរកបិលមហាព្រហ្មដោយទ្រង់បានយល់ឃើញថានៅក្នុងពេលនេះគឺមានមនុស្សសាមញ្ញម្នាក់ដែលមានឈ្មោះថាធម្មបាលកុមារគឺចេះចាំនៅគម្ពីរ private ដូចជាព្រះអង្គដែរអញ្ចឹងហើយដើម្បីចង់ដឹងឲ្យដាច់ស្រេចថាតើនរណាជាអ្នកមានតម្រេះក៏ដូចជាមានប្រាជ្ញាច្រើនជាងខ្លួននោះអញ្ចឹងហើយបានជាកបិលមហាព្រហ្មបានចុះទៅនិយាយជាមួយនឹងធម្មបាលកុមារក៏ដោយក៏បានឲ្យធម្មបាលកុមារដាក់នៅខសន្យានៅក្នុងការលើកជាប្រស្នាដើម្បីដោះស្រាយគ្នាតើនរណាខ្លាំងជាងនរណាបើយើងនិយាយអំពីធម្មបាលកុមារនោះវិញដោយដឹងថាខ្លួនពិតជាពុំអាចដោះស្រាយក៏ដូចជារកប្រស្នាផ្សេងយកទៅចាញ់ផ្សាក៏ដូចជាដាក់ឲ្យទៅកបិលមហាព្រហ្មទេខ្លួនក៏បានសូមអនុញ្ញាតទៅដល់កបិលមហាព្រហ្មសូមរយៈពេល7ថ្ងៃដើម្បីស្វែងរកនៅប្រស្នាផ្សេងដើម្បីយកទៅដាក់ទៅកបិលមហាព្រហ្មនៅពេលនោះផងដែរកបិលមហាព្រហ្មក៏បានយល់ព្រមប៉ុន្តែមុននឹងទ្រង់យាងទៅកន្លែងទ្រង់វិញទ្រង់បានប្រាប់ធម្មបាលកុមារថាប្រស្នារបស់យើងទាំងពីរគឺភ្នាល់គ្នាដោយដាក់ជីវិតប្រសិនណាបើទ្រង់ចាញ់ធម្មបាលកុមារនោះទ្រង់នឹងកាត់ប្រកេះរបស់ព្រះអង្គដើម្បីយកបូជាឲ្យធម្មបាលកុមារចំណែកធម្មបាលកុមារក៏យល់ព្រមដូចគ្នាផងដែរបើសិនបើខ្លួនចាញ់ខ្លួននឹងកាត់ក្បាលដើម្បីបូជាទៅដល់កបិលមហាព្រហ្មជាដើមបើយើងនិយាយអំពីធម្មបាលកុមារវិញដោយសារតែរកគិតនៅសំណួរក៏ដូចជាសាសនាផ្សេងពុំបាននោះដោយខ្លួនគិតថានៅក្នុងថ្ងៃទី6ហើយនៅតែរកមិនបានទៀតខ្លួននឹងចាកចេញពីទីស្នាក់អាស្រ័យរបស់ខ្លួនដើម្បីទៅស្លាប់ដោយធម្មជាតិរបស់ខ្លួនមិនចង់ឲ្យការបាត់បង់ជីវិត
ទៅលើក្រោមស្នាដៃរបស់កបិលមហាព្រំទេខ្លួនក៏បានចាក់ចេញអំពីវិមានរបស់ខ្លួនក៏បានដើមទៅក្នុងព្រៃដោយសារតែវាមានភាពយប់ជ្រៅចូលមកដល់ហើយធម្មបាលកុមារក៏បានទៅជ្រកនៅក្រោមដើមថ្នោតមួយគូហើយក៏សម្រាប់នៅក្រោមដើមថ្នោតនោះនៅពេលនោះផងដែរនៅលើដើមថ្នោតនោះក៏មានឥន្ទ្រី2ញីឈ្មោលដែលកំពុងតែស្នាក់អាស្រ័យនៅលើនោះរំពេចនោះផងដែរឥន្ទ្រីញីបានចោទសួរទៅឥន្ទ្រីឈ្មោលថាតើនៅថ្ងៃស្អែកយើងនឹងបានរបស់អីឆីរំពេចនោះផងដែរឥន្ទ្រីឈ្មោលក៏បានប្រាប់ទៅឥន្ទ្រីញីថាអូកំភៃនៅថ្ងៃស្អែកយើងនឹងទទួលទានឬក៏យើងនឹងបានសាច់ធម្មបាលកុមារយកមកបរិភោគនៅពេលនោះផងដែរឥន្ទ្រីញីក៏បានសួរទៅឥន្ទ្រីឈ្មោលថាហេតុអីបានជាយើងបានសាច់ធម្មបាលកុមារមកបរិភោគវិញដោយសារតែបរិសម្នាក់នោះគឺជាមនុស្សដែលមានភាពវៃឆ្លាតទៅដូចជាមនុស្សជាច្រើនគេគោរពកោតខ្លាចនោះរំពេចនោះឥន្ទ្រីឈ្មោលក៏បាននិយាយថានៅថ្ងៃស្អែកគឺជាថ្ងៃគម្រប់ទី7ដែលធម្មបាលកុមារហើយនឹងកបិលមហាព្រំដាក់ខសន្យាគ្នាដាក់ដោះដូរជីវិតបើសិនបើជានរណាឈ្នះនៅនោះនឹងទទួលបាននៅក្បាលអ្នកដែលចាញ់ដើម្បីយកមកបូជានៅពេលដែលស្ដាប់អញ្ចឹងហើយឥន្ទ្រីញីក៏បានចោទសួរទៅឥន្ទ្រីឈ្មោះថាតើបាសនាអ្វីខ្លះដែលកបិលមហាព្រំនឹងដាក់ឲ្យធម្មបាលកុមារឆ្លើយនៅពេលនោះផងដែរឥន្ទ្រីឈ្មោលបានរាយរាប់ប្រាប់ទៅឥន្ទ្រីញីថានៅពេលថ្ងៃស្អែកនោះកបិលមហាព្រំនឹងដាក់ជាបាសនា3ជូនទៅដល់ធម្មបាលកុមារឲ្យដោះស្រាយបាសនា3នោះគឺគេចង់និយាយអំពីសេរីតែម្ដងសេរីទី1គឺកបិលមហាព្រំនឹងដាក់ឲ្យធម្មបាលកុមារដោះស្រាយថាតើសេរីសួស្តីនៅក្នុងពេលព្រឹកគឺស្ថិតនៅលើអ្វីសេរីសួស្តីនៅពេលថ្ងៃគឺស្ថិតនៅលើអ្វីហើយចុងក្រោយនោះសេរីសួស្តីនៅពេលយប់ស្ថិតនៅលើអ្វីឥន្ទ្រីញីឆ្ងល់ថាតើបាសនាហ្នឹងមង្គលហ្នឹងគឺកើតឡើងនៅពេលណាហើយហេតុអីបានជាមានពេលព្រឹកផងមានពេលថ្ងៃផងមានពេលយប់ផងនោះក្នុងពេញនោះឥន្ទ្រីឈ្មោលបានរាយរាប់ប្រាប់ឥន្ទ្រីញីថាអញ្ចឹងបាសនាទី1គឺសេរីសួស្តីនៅពេលព្រឹកគឺស្ថិតនៅលើមុខហេតុអ្វីបានជាសេរីសួស្តីស្ថិតនៅលើមុខនៅពេលដែលយើងក្រោកហើយយើងយកទឹកលុបមុខលាងសម្អាតមុខនោះវាពិតជាធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយនេះគឺជាមង្គលទី1សម្រាប់មង្គលទី2វិញគឺមង្គលនៅលើដើមទ្រូងមានន័យថានៅពេលថ្ងៃធម្មតានៅពេលថ្ងៃយើងមានភាពក្តៅខ្លាំងយើងយកទឹកយកមកប្រោះឬក៏ជូតលាងនៅទ្រូងរបស់យើងវាពិតជាធ្វើឲ្យអារម្មណ៍របស់យើងមានភាពស្រស់ថ្លានេះហើយគឺជាសេរីមង្គលទី2ចំណែកឯសេរីមង្គលទី3នៅពេលរាត្រីនោះគឺស្ថិតនៅលើជើងធម្មតាយើងធ្វើដំណើរចូលឡើងវាចាក់ច្បាស់ណាស់វាពិតជាធ្វើឲ្យយើងជន់ធូលីឬក៏ជន់អីផ្សេងដែលធ្វើឲ្យជើងរបស់យើងជាប់នៅកំទេចធូលីទាំងអស់នោះនៅពេលណាដែលយើងលាងសម្អាតនៅធូលីនោះចេញពីជើងរបស់យើងហើយវាប្រៀបបីដូចជាយើងកំពុងតែជំរះនៅរបស់មិនល្អចេញពីរាងកាយរបស់យើងតាមរយៈជើងអញ្ចឹងឯងបើយើងក៏លេចទៅមើលធម្មបាលកុមារវិញនៅពេលដែលស្ដាប់ឮដូច្នោះហើយមានកម្លាំងព្រឹសតែម្ដងថាអូនៅពេលនេះអញគឺលែងស្លាប់ហើយអញ្ចឹងក៏ត្រឡប់ទៅទីស្នាក់អាស្រ័យរបស់ខ្លួនវិញនៅពេលដែលថ្ងៃទី7ចូលមកដល់កបិលមហាព្រំក៏បានចុះមកដែរហើយក៏បានចោទឆ្លើយសួរបាសនាអញ្ចឹងទៅកបិលមហាព្រំក៏បានដាក់បាសនាឲ្យធម្មបាលកុមារក៏បានដោះស្រាយបាសនាទី1ទី2ទី3ក៏បានចប់កបិលមហាព្រំគឺទ្រង់មិននិយាយលេងសើចហើយក៏មិនក្បត់ពាក្យសន្យាដែរនៅពេលបានដឹងថាធម្មបាលកុមារបានដោះបាសនារបស់ខ្លួនត្រឹមត្រូវអស់ហើយខ្លួនក៏បានសុខចិត្តចុះចាញ់ហើយនឹងកាត់ករបស់ទ្រង់ដើម្បីបូជាថ្វាយដល់ធម្មបាលកុមារក៏ប៉ុន្តែមុននឹងព្រះអង្គទ្រង់ធ្វើអត្តឃាតឬក៏សម្រាប់ខ្លួនដោយកាត់កនោះគឺព្រះអង្គបានក៏ហៅបុត្រស្រីរបស់ព្រះអង្គទាំង7ព្រះអង្គដើម្បីឲ្យចុះមកដើម្បីទទួលយកនៅព្រះសេរសាក៏ដូចជាករបស់ព្រះអង្គហ្នឹងយកទៅទុកតម្កល់នៅទីណាមួយដើម្បីដាក់នៅឲ្យឆ្ងាយអំពីពិភពលោកយើងនេះដោយទ្រង់គិតឃើញថាបើសិនណាបើក្បាលរបស់ទ្រង់ដាក់នៅលើភពផែនដីនេះវាពិតជាធ្វើឲ្យមានគ្រោះរាំងស្ងួតឬក៏ពិបាកនៅក្នុងការរស់នៅបើសិនណាបើយកក្បាលរបស់ព្រះអង្គដាក់ចូលទៅក្នុងមហាសមុទ្រនោះវាពិតជាធ្វើឲ្យមហាសមុទ្រនឹងមានភាពព្រិញស្ងួតសត្វទាំងឡាយទាំងពួងគឺប្រមាណរស់នៅបានទេបើសិនណាបើចោលទៅលើអាកាសវិញពិតជាធ្វើឲ្យមានភាពរំជួលក្តៅមែនទែនដែលធ្វើឲ្យពិភពលោកទាំងមូលប្រមាណរស់នៅបានទេអញ្ចឹងហើយទ្រង់បានឲ្យបុត្រស្រីរបស់ព្រះអង្គយកប្រកេះរបស់ព្រះអង្គយកទៅទុកនៅភ្នំកៃឡាសដែលជាទីកន្លែងមួយដែលវាដាច់ឆ្ងាយអំពីមនុស្សលោកដូចជាទេវតាផងដែរទីនោះហើយបានជាធ្វើឲ្យព្រះអង្គស្ងប់ប្រតិក៏ដូចជាព្រះអង្គចាប់ផ្ដើមធ្វើនៅការអត្តឃាតក៏ដូចជាយកព្រះសេរសាឬក៏ក្បាលរបស់ព្រះអង្គនឹងយកទៅបូជាថ្វាយដល់ធម្មបាលកុមារដោយឡែកបើយើងនិយាយអំពីបុត្រស្រីរបស់កបិលមហាព្រំនៅពេលដែលបិតារបស់ខ្លួនតែតាមរួចហើយក៏បានសម្លាប់ខ្លួនក៏ដូចជាកាត់ករបស់ខ្លួនហើយក៏បុត្រស្រីទាំង7អង្គបានដង្ហែនៅក្បាលរបស់ព្រះអង្គឬក៏ករបស់ព្រះអង្គនឹងយកឡើងទៅភ្នំកៃឡាសបាត់ទៅហ្នឹងគឺរឿងដែលតាក់ទងជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងដែលតាក់ទងជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងហ្នឹងគឺសំដៅទៅលើសេរីសួស្តីអីអញ្ចឹងបងប្អូនទាំងអស់គ្នាឬក៏តាក់ទងជាមួយនឹងទេពធីតាទាំង7ព្រះអង្គនឹងតែម្ដងអញ្ចឹងយើងងាកចូលមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងតែម្ដងគឺគេប្រារព្ធឡើងមានរយៈពេល3ថ្ងៃថ្ងៃទី1គេហៅថាថ្ងៃមហាសង្ក្រាន្តថ្ងៃទី2គេហៅថាថ្ងៃវរៈបុណ្យបុត្រហើយនិងថ្ងៃទី3គេហៅថាថ្ងៃវរៈឡើងស័ក
ថ្ងៃមហាសង្ក្រាន្តគឺជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានទៅស្រុកជួបជុំឪពុកម្ដាយក៏ដូចជារៀបចំផ្ទះសម្បែងបោសសម្អាតធ្វើនំឬក៏រៀបចំបាយទឹកជូនទៅដល់អ្នកមានគុណក៏ដូចជារៀបចំពិធីចាំទទួលទេវតាដោយមានគ្រឿងដង្វាយផ្សេងទៅតាមទេវតានីមួយៗដែលទ្រង់សោយជាដើមអញ្ចឹងនៅក្នុងថ្ងៃទី1គឺគេហៅថាថ្ងៃមហាសង្ក្រាន្តថ្ងៃទី2គឺជាថ្ងៃវរៈបនបុត្រគឺជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងមូលបានរៀបចំនំនែកចង្ហាន់ផ្សេងដើម្បីយកទៅតាមវត្តអារាមនីមួយៗដើម្បីយកទៅវេប្រគេនដល់ព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនទៅដល់បុព្វការីជនរបស់ខ្លួនដែលបានចែកឋានទៅក៏ដូចជាមួយចំណែកខ្ញុំក៏ខំធ្វើដើម្បីសូមនៅសេរីសួស្តីក៏ដូចជាគឺជាថ្ងៃមួយដែលជួបជុំនៅបងប្អូនដូចជាមិត្តភក្តិដែលបែកគ្នាយូរជាដើមនេះគឺសម្រាប់ថ្ងៃទី2ចំពោះសម្រាប់ថ្ងៃទី3គឺគេហៅថាថ្ងៃវរៈឡើងស័កគឺជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋយើងនិមន្តព្រះសង្ឃឆាន់ចង្ហាន់ក៏ដូចជាវេឆ្លងនៅពុជនីយផ្សេងក្នុងការឧទ្ទិសកុសលជូនទៅដល់បុព្វការីជនរបស់ខ្លួនក៏ដូចជាធ្វើការវេឆ្លងនៅការពូនភ្នំសាច់ជាដើមហើយពេលល្ងាចគឺនិមន្តព្រះសង្ឃដើម្បីសម្ដែងព្រះបរិត្តក៏ដូចជាស្រង់ព្រះតាមចំណាំរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងតែងតែប្រារព្ធធ្វើនៅកម្មវិធីនេះឡើងអញ្ចឹងសរុបមកវិញខ្ញុំចង់ជម្រាបជូនដល់បងប្អូនទាំងអស់គ្នាថានេះគ្រាន់តែជាការស្រាវជ្រាវខ្លះអំពីដើមទងនៅប្រវត្តិពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើងនោះទេបើសិនណាបានមានចំណុចណាខ្វះខាតឬក៏មានកន្លែងណាមួយដែលខ្ញុំលើកឡើងទៅមានការខ្វះចន្លោះត្រង់ចំណុចណាមួយសូមបងប្អូនខ្មែរប្រជាពលរដ្ឋយើងប្រុសស្រីទាំងអស់សូមមេត្តាខន្តីអភ័យអត់ទោសដល់ខ្ញុំបាទផងបាទសូមអរគុណសូមជម្រាបលាបាយបាយ